បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាជាទីរាប់អានបាទថ្ងៃនេះចាប់ផ្ដើមចិញ្ចឹមត្រីគឺត្រីនេះគឺត្រីប្រភេទត្រីអណ្ដែងរឹងគឺកូនកាត់អាហ្វ្រិកបងប្អូនបាទត្រីនេះយើងអាចចិញ្ចឹមបាននៅក្នុងអាងនៅក្នុងស្រះឬក៏ធ្វើអំពីតង់ដូចខ្ញុំបងប្អូនខ្ញុំមិនមានស្រះទេបងប្អូនអើយដោយសារខ្វះថវិកាជីកស្រះអញ្ចឹងខ្ញុំចិញ្ចឹមនៅលើតង់បាទខ្ញុំដាក់ទឹកវាទៅឲ្យវាស៊ីនៅក្នុងតង់ហ្នឹងទៅបាទវាលេងក្នុងហ្នឹងទៅហើយត្រីនេះគឺវាធន់ណាស់បងប្អូនវាអាចនៅក្នុងតង់ក៏បានវាអាចនៅក្នុងស្រះក៏បាននៅក្នុងអូក៏បានអត់អីទេបងប្អូនប៉ុន្តែខ្ញុំចំបែបធម្មជាតិសុទ្ធសាធទៅពេលដែលចំណីរបស់វាគឺខ្ញុំបេះអង្ក្រងបងប្អូនបេះអង្ក្រងឲ្យវាស៊ីបាទខ្ញុំចំវាចំណីវាដោយប្រើអង្ក្រងដើរតាមព្រៃទៅយើងឃើញទៅយើងបេះបោចឲ្យវាស៊ីទៅបើមិនចឹងទេខ្ញុំបាយកក់បងប្អូនជាជាងយើងចោលដែរណាបាទយើងនៅសល់ពីឲ្យឆ្កែឆ្មាយើងនៅសល់តិចបន្តួចទៅយើងឲ្យវាស៊ីទៅក៏វាស៊ីដែរបាទស្រួលមែនតើហើយខ្ញុំមានកផ្លោកបាទកផ្លោកចក់ហ្នឹងឲ្យវាស៊ីទៅបាទស្រួលចិញ្ចឹមមែនតើបងប្អូនអើយបាទសូមបងប្អូនមើលបាទនេះជាតង់បងប្អូនតង់ដែលខ្ញុំធ្វើអំពីតង់បាទអរគុណបងប្អូនដែលតាមបានវីដេអូនេះបាទ